បងប្អូនទាំងអស់គ្នានេះគឺជារបៀបខជើងមាន់ហើយនឹងសាច់មាន់ហើយពងទាហើយនឹងជាមួយជ្រក់ស្ពៃបាទអ្នកទាំងអស់គ្នាបាទហើយជាដំបូងយើងដាក់ឆ្នាំងលើភ្លើងទៅបាទឲ្យវាក្តៅហើយយើងដាក់ស្ករក្រហមចូលបាទអ្នកទាំងអស់គ្នាបាទដាក់ស្ករក្រហមហើយយើងកូរស្ករក្រហមហ្នឹងឲ្យវាឡើងពួងហើយយើងកុំភ្លេចបុកខ្ទឹមជាមួយនឹងម្រេចផងបាទអ្នកទាំងអស់គ្នាបាទហ្នឹងហើយយើងបុកវាខ្ទឹមហើយនឹងម្រេចបាទហើយដាក់គ្រឿងតិចបាទវាឡើងពួងមកល្មមអញ្ចឹងអ្នកទាំងអស់គ្នាដាក់ខ្ទឹមដែលយើងបុកហ្នឹងបាទខ្ទឹមយើងបុកលាយម្រេចហ្នឹងបាទយើងដាក់វាចូលទៅហើយយើងកូរវាឲ្យវាឡើងពួងបន្តទៀតបាទអ្នកទាំងអស់គ្នាហ្នឹងហើយឲ្យខ្ទឹមហ្នឹងវាឡើងពួងដូចស្ករក្រហមអីចឹងលាយចូលគ្នាចឹងណាបាទវាឡើងពួងទៅបន្ទាប់មកទៀតយើងក៏បាទបន្ទាប់មកក៏គាត់យើងដាក់ទឹកត្រីបាទអ្នកទាំងអស់គ្នាដាក់ចាក់ទឹកត្រីចូលទៅបាទដាក់ទឹកត្រីចូលទៅមួយឈុចពីរឈុចចឹងណាមើលល្មមចឹងណាបាទអ្នកទាំងអស់គ្នាបាទបន្ទាប់មកយើងដាក់សាច់មាន់បាទដាក់សាច់មាន់ចូលទៅបាទដាក់សាច់មាន់ចូលទៅហើយយើងកូរវាទៅបាទអ្នកទាំងអស់គ្នាបាទហ្នឹងហើយមើលតាមរូបភាពទៅមើលតាមវីដេអូទៅណាបាទអ្នកទាំងអស់គ្នាបាទហ្នឹងហើយបាទបន្ទាប់ពីអញ្ចឹងកន្លែងហ្នឹងគាត់ដាក់អំបិលចូលទៅបន្តិចបាទអ្នកទាំងអស់គ្នាបាទហ្នឹងហើយបាទរួចហើយគាត់ដាក់រងាស់វាមួយចន្ទុះបាទឲ្យសាច់មាន់វាឆ្អិនអីមកល្មមអញ្ចឹងណាបាទអ្នកទាំងអស់គ្នាបាទបន្ទាប់មកទៀតបានគាត់ដាក់ជើងមាន់ចូលបាទជើងមាន់កញ្ញាមាន់ណាបាទហើយគាត់ច្បល់ចូលគ្នាម្ដងទៀតហើយទៅគាត់រងាស់វាទុកវាបាទអានេះជក់ស្ពៃយើងត្រៀមស្រាច់បាទអ្នកទាំងអស់គ្នាហ្នឹងហើយគាត់ច្បល់ជើងមាន់ជើងអីចូលគ្នារួចហើយគាត់ដាក់រងាស់មកទទុះធំដែរបាទអ្នកទាំងអស់គ្នាត្រង់15ទៅ20នាទីដែរបាទអ្នកទាំងអស់គ្នាបាទបន្ទាប់ពីកន្លែងនេះប្រហែលជាគាត់ដាក់ទឹកជ្រក់ស្ពៃចូលទៅបន្តិចបាទអ្នកទាំងអស់គ្នាបាទហើយគាត់រងាស់ដូចខ្ញុំនិយាយខាងដើមអញ្ចឹងបាទទៅ15ទៅ20នាទីនឹងឯងបាទមើលថាសាច់ផុយឬក៏ជើងមាន់អីវាផុយអីហើយបានគាត់ដាក់ពងទាចូលពងទាហ្នឹងគឺយើងស្ងោរហើយយើងបកវាស្រាច់បាទអ្នកទាំងអស់គ្នាបាទកន្លែងចំណុចកន្លែងហ្នឹងគឺខ្ញុំបញ្ជាក់បាទរួចហើយគាត់ដាក់ចូលទៅហើយគាត់ច្បល់ចូលគ្នាទៅហើយក៏គ្រឿងក្នុងមាន់ដូចជាពួងនៅក្នុងនេះអីហ្នឹងក៏គាត់ដាក់ចូលទៅដែរបាទដូចក្នុងរូបភាពអញ្ចឹងបាទហើយវាក៏រងាស់ទៅប្រហែលបាទកន្លែងរងាស់ប្រហែលជា2-3នាទីឯងបាទបងប្អូនបាទហ្នឹងហើយគឺមកល្មមហើយក៏ដាក់ជ្រក់ស្ពៃចូលទៅក៏ថែមទឹកបន្តិចហើយរងាស់ម្សាទៀតបាទអ្នកទាំងអស់គ្នាបាទធ្វើខគឺអញ្ចឹងឯងបាទបន្ទាប់មករងាស់មើលតែវាពុះហើយបាទគឺយើងចាត់ការបានហើយអ្នកទាំងអស់គ្នាបាទគឺមើលទៅតំណងអត់អ្នកទាំងអស់គ្នាបាទគឺខ្ញុំហូបទៅមានជារសឈ្ងុយឆ្ងាញ់ណាស់បាទអ្នកទាំងអស់គ្នាបាទនេះគឺជាស្នាដៃរបស់ប្រពន្ធខ្ញុំបាទបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយមើលគាត់ភ្លក់មកល្មមហើយបាទគាត់ដួសដាក់ចានហើយក៏យើងស្រោះស្រូបទៅបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូនសូមជម្រាបលាបាទហ្នឹងហើយសូមជួយគាំទ្រខ្ញុំម្នាក់មួយផងខ្ញុំនឹងព្យាយាមរកកន្លឹះធ្វើវីដេអូឲ្យបងប្អូនទស្សនាជាបន្តបាទហើយនឹងសូមអធិស្ឋានផងសម្រាប់ផ្ទះបាយដែលមិនទៅល្អស្អាតបាទហ្នឹងហើយសូមអធិស្ឋានផងសូមអរគុណ